ដល់មួយគ្រឿងទៀតហើយបាទប្រភេទនេះបងប្អូនសួររកខ្ញុំច្រើនណាស់បាទហើយក៏លក់ដាច់ដែរបាទឲ្យតែចូលស្តុកមួយគ្រឿងណាគឺមិនដែលនៅយូរទេបងប្អូនបាទដោយសារតែឃើញសេរីចាស់មែនបងប្អូនបាទតែធន់ណាស់បាទមុំណាអញ្ចឹងមួយគ្រឿងនេះគឺប្រភេទបាទ Toyota Foreigner បាទឆ្នាំ1996បាទប្រភេទអូតូកាពីតាបងប្អូនបាទហើយប្រភេទម៉ាស៊ីនសាំងបាទម៉ាស៊ីនសាំងប៉ុន្តែអ្វីដែលពិសេសហ្នឹងគឺយើងបានបំពាក់ហ្គាសហើយបាទហើយសម្រាប់តម្លៃបាទបងប្អូនតាមដានជាមួយខ្ញុំមកជុំសិនចុងវីដេអូខ្ញុំនឹងប្រាប់តម្លៃបាទតម្លៃដឹងតែពិសេសបងប្អូនបាទពិសេសមកបាទឥឡូវអញ្ចឹងបងប្អូនមើលមកជុំជាមួយខ្ញុំតោះបងសម្រាប់ផ្នែកខាងមុខបងប្អូនបាទជាគៀងគឺយើងបានដំឡើងជាគៀងគុជហើយស្រេចបងប្អូនបាទជាគៀងគុជហើយស្រេចបាទកាងនេះយើងបាញ់ខ្មៅក្រើមើលទៅគឺ smooth ស្អាតចឹងហ្មងបងប្អូនបាទហើយសម្រាប់ទឹកថ្នាំបងប្អូនបាទសម្រាប់ទឹកថ្នាំឡាននេះបាទគឺវាសេរីគឺវាចាស់ហើយបាទឆ្នាំ1996បងប្អូនគិតមើលបាទគឺយូរហើយបាទអញ្ចឹងទឹកថ្នាំគឺយើងមានបាញ់ច្រើនបងប្អូនបាទខ្ញុំអត់លាក់អីរឿងទឹកថ្នាំបាទបាញ់ច្រើនមកតែយើងបាញ់ស្អាតបងប្អូនមើលទឹកថ្នាំនេះអាឡងស្រិលហ្មងបាទទឹកថ្នាំអាឡងស្រិលហ្មងហើយមួយទៀតគឺយើងបានលើកបាទបងប្អូនបាទលើកកម្ពស់ហើយបាទសម្រាប់បងប្អូនដែលយកចូលចកាបាទចូលចកាចូលព្រៃចូលចិត្តបោះតង់ឬមួយក៏អស់រ៉ូតផ្លូវពិបាកបាទមួយគ្រឿងនេះបងប្អូនបាទអេម៉ាស់បាទមុំធន់ណាសាច់ដែកអីគឺហាប់ភើងហ្មងបងប្អូនបាទតោះឥឡូវនេះបងប្អូនបាទប្រភេទយ៉ាន់នេះគឺយើងបានលេងហើយបងប្អូនបាទយ៉ាន់គឺយើងលេងហើយលើកកម្ពស់ហើយបងប្អូនកម្ពស់ណាបាទកម្ពស់ណាបាទបកកង់អីគឺនៅព្រុយបងប្អូនបាទនៅថ្មីបាទនៅថ្មី 70% បាទ 70% បាទទឹកថ្នាំគឺ smooth ស្អាតចឹងបាទឈ្នន់ជន់នេះឈ្នន់ស៊ីនរបស់វាមកបងប្អូនបាទហើយសម្រាប់ UV បងប្អូនបាទ UV គឺយើងបានបិទមកជុំហើយបាទឡានឲ្យតែចូលដៃខ្ញុំបងប្អូនបាទ UV គឺមកជុំហ្មងបាទអត់ដែរចេះថាអត់ទេបាទតោទឹកអីក៏យើងដាក់ឲ្យតុបតែងឲ្យដែរបាទឡាននេះបងប្អូនយកទៅគឺបាទជិះតែម្ដងបងប្អូនបាទខ្ញុំបងមកយ៉ាន់ខាងក្រោយបាទយ៉ាន់អីគឺនៅថ្មីសំរុំបាទសបកនៅថ្មីសំរុំបាទឥឡូវតោះបងចាប់ខាងក្រោមនេះបងប្អូនមើលហ្គាសតិចមើលបងប្អូនបាទតោះចាប់ពីក្រោយបងប្អូនមើលហ្គាសតិចមើលហ្គាសមើលបាតតិចមើលបាទបាទហ្គាសគឺប្រភេទហ្គាសបាទហ្គាសប៊ិចហ្នឹងបងប្អូនបាទក្បាលដែរហ្គាសល្អបងប្អូនបាទហ្គាសល្អបាទអញ្ចឹងបងប្អូនបាច់បារម្ភទេខ្លាចតែស៊ីសាំងស៊ីអីទេបងប្អូនបាទដោយសារតែយើងបំពាក់ហ្គាសហើយកាត់បន្ថយចំណាយបងប្អូនបាទកាត់បន្ថយចំណាយបងប្អូនឥឡូវយើងមើលផ្នែកខាងក្រោយបងប្អូនផ្នែកខាងក្រោយគឺមាន logo Foreigner បាទ logo Foreigner បាទ stop ក្រោយអីគឺនៅថ្មីនៅស្អាតនិយាយទៅវាមិនថាស្អាតណាស់ណាទេបងប្អូនវានៅមកសំរុំអាចយកទៅប្រើបានបងប្អូនអាចយកទៅប្រើបានបាទឡាលេខគឺភ្នំពេញ 2 បងប្អូនភ្នំពេញ 2 យើងជន់ QR code ឲ្យស្រាប់បាទឥឡូវខ្ញុំបងប្អូនមើលផ្នែកខាងក្រោយតិចប្រភេទ Foreigner នេះបងប្អូនបាទផ្នែកខាងក្រោយគឺបាទនៅគឺធំទលាយបងប្អូនធំទលាយបងប្អូនចង់ដឹកអីវ៉ាន់ដឹកអីក៏បានដែរបាទក្នុងការរ៉ូស៊ីឬមួយក៏ដឹកអីវ៉ាន់ទៅបោះតង់ចូលព្រៃចូលចកាអីក៏បានដែរធំទលាយបាទហើយមនុស្សក៏ជិះបានច្រើនដែរបាទសម្រាប់គ្រួសារធំបាទមួយគ្រឿងនេះគឺអែមបងប្អូនបាទគ្រឿងនេះគឺអែមតោះឥឡូវយើងមើលតទៀតបាទតោះបងមើលតទៀតបាទទឹកថ្នាំខាងនេះក៏អាឡងស្រិលដូចគ្នាដែរបងប្អូនបាទអាឡងស្រិលដូចគ្នាដែរបាទហើយសម្រាប់សាច់ដែកបងប្អូនបាទសាច់ដែកគឺអត់មានកន្លាប់កាត់តស្ងោបដូរពណ៌ទេបាទខ្ញុំធានាជូនឲ្យបាទសម្រាប់ចំណុចធំរបស់ហ្នឹងបាទអញ្ចឹងបងប្អូនមិនបាច់បារម្ភទេបាទបងប្អូនគាត់តែមើលតែវីដេអូនេះហើយបាទបងប្អូនចង់លឿនអាចខមខ្ញុំបានហើយមួយទៀតបើសិនណាបងប្អូនហាមើលវីដេអូហ្នឹងទៅបងប្អូនអាចសម្រេចចិត្តបាទបានចិត្តទៅ80% បានហើយបាទអញ្ចឹងតោះឥឡូវយើងមកមើលតទៀតបាទនៅផ្នែកខាងក្នុងបាទបងប្អូនមកផ្នែកខាងក្នុងគឺនៅស្អាតមកសំរុំបងប្អូនបាទគ្រឿងជ័របាទស្បែកអីគឺនៅបាទនៅស្អាតមកសំរុំអញ្ចឹងណាបងប្អូនបាទវាមិនថាថ្មីណាស់ណាទេដូចខ្ញុំបញ្ជាក់តារាអញ្ចឹងបាទដោយសារតាឡានគឺវាយូរឆ្នាំហើយបាទវាចូល30ឆ្នាំណាបងប្អូនបាទ30ឆ្នាំហើយបាទតែបើថានៅប៉ុណ្្នឹងគឺអេហ្មងបាទតោះឥឡូវមើលផ្នែកខាងមុខទៀតបាទហើយនេះបងប្អូនមកសតេលេទៀតបាទមកអេមហើយស្រេចបាទនេះបាទនៅស្អាតអញ្ចឹងហើយប្រភេទប្រអប់លេខអូតូបងប្អូនបាទអូតូមានកាពីតាបាទនេះបាទបងប្អូនចូលព្រៃចូលកាអីជិបផុងជិបអីໄວតែកាបតាដឹងគឺអត់បាច់បារម្ភទេបាទស្រោមចកោស្រោមអីយើងដាក់ឲ្យស្បែកពុកមានរហែកមានអីហ្នឹងបងប្អូនមកនៅស្អាតបាទនៅស្អាតតោះឥឡូវយើងបន្តទៀតបាទបងប្អូនមកបកកង់នេះបាទគឺនៅប្រហែលជាអាចតែ70ទៅ60%ដែរបាទហ្នឹងហើយសម្រាប់បាទឈៀកពុនផ្លូវបងប្អូនបាទឈៀកពុនផ្លូវគឺរួចរាល់បាទឯកសារគឺធានាជូនបងប្អូនស្របបាត់ត្រឹមត្រូវហើយឯកសារគ្រប់ទៀតបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនបាទសម្រាប់បងប្អូនដែលចាប់អារម្មណ៍ឡានមួយគ្រឿងនេះបាទខ្ញុំបញ្ជាក់ទៅដើមបាទគឺបាទប្រភេទ Toyota Foreigner ឆ្នាំ1996បងប្អូនបាទប្រភេទអូតូកាបតាបាទម៉ាស៊ីនសាំងបំពាក់ហ្គាសហើយបាទហើយសម្រាប់តម្លៃបងប្អូនបាទបងប្អូនមើលវីដេអូហ្នឹងហើយបើជារងចាំស្ដាប់តម្លៃថាតម្លៃប៉ុណ្ណាតម្លៃត្រឹមតែ 5000 ជាងបងប្អូនបាទ $5,800 បាទអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍មកគ្រឿងនេះបាទបងប្អូនមើលវីដេអូខ្ញុំហើយបាទបើគិតថាទទួលយកបានបាទពិនភាគខ្ញុំបញ្ជាក់ទៅច្បាស់ក្នុងវីដេអូហើយបងប្អូនអាចកក់លុយបានបាទបើសិនជាបងប្អូនរវល់នៅឆ្ងាយខ្ញុំអាចបើកជូនបងប្អូនដល់មុខផ្ទះតែម្ដងបងប្អូនបាទគឺធានាពិនភាគជូនបាទដោយកន្លាប់កាត់តស្ងោបដូរពណ៌ហើយនឹងឯកសារគឺស្របត្រឹមត្រូវបាទហើយមួយទៀតបងប្អូនបាទសម្រាប់ឡាននេះបាទក្នុងការខ្ញុំធ្វើវីដេអូគឺចង់ឲ្យបងប្អូនមើលហើយបាទបងប្អូនអាច
សម្រាប់ចិត្តក្នុងការកក់ឬមួយក៏បងប្អូនថាចង់បានពិភាក្សាបន្ថែមបងប្អូនអាចតាក់ទងមកខ្ញុំភ្លាមបានបងលេខទូរស័ព្ទខ្ញុំដាក់នៅខាងលើបាទលេខ Telegram នោះបងប្អូនបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនបាទជួបគ្នាវីដេអូក្រោយទៀតបាទអរគុណច្រើន